ជំរាបសួរលោកគ្រូហើយនឹងខ្ញុំនឹងមកពន្យល់ពាក់ព័ន្ធជាមួយនឹង comment បានលីនុចចឹងនៅក្នុង comment នេះយើងជាដំបូងយើងឃើញពាក់ព័ន្ធជាមួយនឹង echo កន្លែងឲ្យថែ comment ហ្នឹងបានន័យថាវា print នៅក្នុងdouble quote ហ្នឹងវាឲ្យថែជាមួយនឹងHDD RAM IP TT អីជាដើមបន្ទាប់មកវាចូលទៅក្នុង comment បន្ទាប់ comment ទី2ដែលជា comment read CM អញ្ចឹងបានន័យថា comment read ហ្នឹងគឺពេលដែលយើង enter ទៅវានឹងឲ្យយើងបញ្ចូលតាមរយៈ keyboard ហើយវានឹងបោះទៅក្នុង variable មួយឈ្មោះថា CM ហ្នឹងvariable CM ហ្នឹងក៏បាន store នៅអ្វីដែលគេបានបញ្ចូលហ្នឹងបន្ទាប់មកចូលទៅ comment បន្ទាប់យើងចាប់ផ្ដើមយក CM ហ្នឹងយកមកសិក្សាលក្ខខណ្ឌប្រសិនបើ CM ជាអីដែលគេបញ្ចូលហ្នឹងស្មើជាមួយនឹង HDD ពេលហ្នឹងវានឹងបានន័យថាលក្ខខណ្ឌខាងមុខនេះពិតហើយវាប៉ះជាមួយនឹងធ្នាប់ហ្នឹងវានឹងបង្ហាញជាមួយនឹងdf.x បានន័យថាវាបង្ហាញព័ត៌មានបង្ហាត់ទីប៉ុន្តែបើសិនបើនៅក្នុង comment មួយហ្នឹងមានcomment ដំបូងហ្នឹងគឺវាអត់ពិតបានន័យថាគេមិនមែនបញ្ចូល HDD ទេគេបញ្ចូលអីផ្សេងគឺវាអត់ចូលទៅក្នុងលក្ខខណ្ឌហ្នឹងទេបើសិនបើគេថាបញ្ចូលអានេះអត់ពិតចឹងអានេះក៏វាអត់អាចបង្ហាញចេញដែរអញ្ចឹងមក block code ហ្នឹងគឺវាអត់ដំណើរការទេបើសិនជាគេអត់បញ្ចូល HDD បន្ទាប់មកវានឹងចូលទៅក្នុង comment បន្ទាប់ទៀតដែលប្រសិនបើគេបញ្ចូលឈ្មោះថា RAM ពេលដែលគេបញ្ចូលថា RAM ហ្នឹងវានឹងប៉ះជាមួយនឹងធ្នាប់ហ្នឹងបានន័យថាខាងមុខនេះវាពិតហើយចឹងវានឹងបង្ហាញexecute ជាមួយនឹង command free.x ហ្នឹងបានន័យថាshow RAM ដែលយើងប្រើអញ្ចឹងបើសិនជាគេបញ្ចូលគេសរសេរថាRAM អញ្ចឹងវានឹងបង្ហាញជាមួយនឹង RAM ដែលយើងប្រើប្រាស់ហ្នឹងហើយបើសិនជាគេអត់បញ្ចូលមួយ RAM ហ្នឹងទេអញ្ចឹងវាអត់កូដហ្នឹងគឺវាអត់ដំណើរការទេអញ្ចឹងវានឹង load ទៅក្នុងលក្ខខណ្ឌបន្ទាប់នៅក្នុងបន្ទាប់គេបើ CM គេបញ្ចូលជាមួយនឹង IP បានន័យថាគេសរសេរ IP ទៅវានឹងជួបបើសិនជាអានឹងពិតវានឹងexecute code ដែល hostname.i ហ្នឹងគឺគេមើលជាមួយនឹង IP address បើសិនជាគេអត់បញ្ចូលមួយ IP ហ្នឹងទេគឺអា hostname.i ហ្នឹងក៏វាអត់ដំណើរការដែរហើយវានឹង load មកកាន់ comment បន្ទាប់ comment បន្ទាប់គឺ CM ស្មើនឹង TT បើសិនជាគេបញ្ចូលថាCM ហ្នឹងស្មើនឹង TT ចឹងវាជួបវាលក្ខខណ្ឌវាពិតវានឹងបង្ហាញtime time CTL ហ្នឹងបានន័យគេម៉ោងឬក៏ time zone ហ្នឹងហើយបើសិនជាគេអត់បញ្ចូលTT ហ្នឹងទេអញ្ចឹងគេបញ្ចូលអីផ្សេងអញ្ចឹងblock code ដែលខាងមុខហ្នឹងគឺវាអត់ពិតអញ្ចឹងវានឹងអត់បង្ហាញជាមួយនឹងcomment បន្ទាប់ហ្នឹងទេអញ្ចឹងមក block code ហ្នឹងគឺវាអត់ដើរហើយវានឹង load ទៅក្នុង comment មួយទៀតដែលគេបញ្ចូលពាក់ព័ន្ធជាមួយនឹង CPU បើសិនជាគេបញ្ចូលថា CM ហ្នឹងស្មើនឹង CPU អញ្ចឹងវាប៉ះជាមួយនឹងឈ្នាប់នឹងហ្នឹងវានឹងធ្វើការ run comment ls CPU ហ្នឹងគឺវាសូព័ត៌មានរបស់ CPU របស់យើងប៉ុន្តែបើសិនជាគេអត់បញ្ចូលជាមួយនឹងពាក្យថា CPU ហ្នឹងទេគេបញ្ចូលអីផ្សេងឬក៏អត់បញ្ចូលទាំងអស់វានឹងបញ្ជាក់ថា comment គឺ not found ឥឡូវខ្ញុំថើ comment ឧទាហរណ៍ខ្ញុំសរសេរ HDD វានឹងបង្ហាញព័ត៌មានពាក់ព័ន្ធជាមួយនឹង hard disk ទាំងអស់ហើយបញ្ចូលជាមួយនឹងRAM វានឹងបង្ហាញ
ចំនួន RAM ដែលយើងប្រើប្រាស់ហើយ IP វានឹងបង្ហាញលេខ IP របស់កុំព្យូទ័រយើងTT វាពាក់ព័ន្ធជាមួយនឹងពេលវេលាឬក៏ time zone ហ្នឹងនៅក្នុងដល់ខ្ញុំសេខមមិន CPU វានឹងបង្ហាញចំនួនព័ត៌មានពាក់ព័ន្ធជាមួយនឹង CPU